ជំរាបសួរបងប្អូនទាំងអស់គ្នាចូលមកនឹង admin ទៀតទេណាគឺថ្ងៃនេះដែរ admin ចង់មកប្រាប់បងប្អូនតែគាត់ចង់បានជាមួយនឹង color ខ្ជូរដាក់នៅលើ app admin ចេះអូយនិយាយទៅចង់និយាយថាលក្ខណៈថាបតោស្វាយខេះស្វាយហើយ app របស់យើងនេះត្រូវតែលោតមកប្រស្វាយអីអញ្ចឹងទៀតណាបែបថារៀងខ្ជូរចេះបងប្អូនឃើញអត់នេះណានិយាយទៅយើងអាចស្រេគឺយើងអាច select ជាមួយនឹងអា color នៅលើ app ខ្ជូរបែបហ្នឹងបានណាបងប្អូនហើយចង់បានពណ៌អីក៏បានដែរវិធីនៅក្នុងការ set ជាមួយនឹងពណ៌ខ្ជូត color ខ្ជូតនៅលើ app របស់យើងនេះគឺអត់មានអីពិបាកទេជាដំបូងឡើយបងប្អូនត្រូវការចូលមកក្នុង setting ក្នុងទូរស័ព្ទដៃរបស់យើងនេះមកអូខេចាំតិចខ្ញុំសុំ back សិនណាអូខេតាមម្ដងទៀតបងប្អូនធ្វើការចូលមកកាន់ setting បន្តមកទៀតបងប្អូនត្រូវទៅរកជាមួយនឹងពាក្យថា wallpaper and style បងប្អូននេះបងប្អូនត្រូវរកពាក្យថា wallpaper and style បន្ទាប់មកបងប្អូនធ្វើការចុចចូលទៅក្នុងកន្លែង wallpaper and style ហ្នឹងទៅមកដល់កន្លែងនេះវានឹងឲ្យយើងជ្រើសរើសពណ៌អញ្ចឹងណានេះ color palette នេះបងប្អូនធ្វើការចុចទៅលើហ្នឹងទៅបន្ទាប់មកបងប្អូនចង់បានពណ៌ណាស្រឡាញ់ពណ៌ណាពណ៌បែបមិនអីចឹងឧទាហរណ៍ថាបងប្អូន select លើនេះតើមកបងប្អូនចុចកន្លែង basic color ដើម្បីជ្រើសរើសពណ៌ឲ្យរៀងដុតឲ្យរៀងស្អាតអញ្ចឹងណាបងប្អូនហ្នឹងហើយចុចមកលើហ្នឹងមកនេះឃើញទេបងប្អូននេះវាមានពណ៌ឲ្យយើង select អានេះពណ៌នេះលាយអានេះគឺសុទ្ធចឹងទៅអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំសាយកពណ៌ផ្សេងម្ដងអាសារបស់ខ្ញុំគឺពណ៌ស្វាយស្រាប់ឥឡូវខ្ញុំយកពណ៌ផ្កាឈូកចាំបងប្អូនចង់ឲ្យ app នៅលើទូរស័ព្ទរបស់បងប្អូន load មកចេញពណ៌ផ្កាឈូកបងប្អូនធ្វើការ select នៅលើពណ៌ផ្កាឈូកហ្នឹងទៅនេះ select នៅលើពណ៌ផ្កាឈូកហ្នឹងទៅបងប្អូនកន្លែងនេះសំខាន់ណាបងប្អូនកុំភ្លេច scroll ចុះមកខាងក្រោមហើយចុចពាក្យថា apply parallel to app icon ចុចបើកវាផងព្រោះអីបើសិនជាបងប្អូនអត់ចុចបើកទេវានឹង apply តែនៅលើ text អក្សរមួយចំនួននៅក្នុងទូរស័ព្ទទេប៉ុន្តែ app របស់យើងវានឹងអត់ load ជាមួយនឹងពណ៌ឲ្យទេអញ្ចឹងកុំភ្លេច scroll មកខាងក្រោមចុចបើកកន្លែងនេះតទៅចុចបើកអីហើយពណ៌ដែលបងប្អូនស្រឡាញ់ហើយបងប្អូនចុច apply ទៅហើយបងប្អូនធ្វើការរងចាំវាមួយផ្លែតទៅដើម្បីឲ្យវា apply color ពណ៌ហ្នឹងចូលទៅក្នុង app ទូរស័ព្ទដៃរបស់យើងហ្នឹងហើយរួចរាល់តែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអញ្ចឹងយើងត្រឡប់មកខាងក្រៅវិញមកដើម្បីយើងមើល app របស់យើងនេះឃើញអត់ cute ទេអញ្ចឹងគឺយើងអាចដូរពណ៌ស្អាត color ស្អាត cute បែបហ្នឹងនៅលើ app ទូរស័ព្ទដៃរបស់យើងបានហើយអញ្ចឹងអត់មានអីពិបាកអីណាសម្រាប់បងក៏ដូចជាអូនពិសេសស្រីណាដែលគាត់ចង់បានhình cute នៅលើទូរស័ព្ទដៃអីអាចធ្វើការផ្លាស់ប្ដូរជាមួយនឹង color ពណ៌នៅលើ app បានថ្ងៃនេះ admin មានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាបើបងប្អូនមានចម្ងល់អីបន្ថែមអាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ admin បានណាបើសិនជា admin ចាស់ admin នឹងធ្វើការចែករំលែកជូនបងប្អូនបន្តទៀតអរគុណច្រើនបាយបាយ